ស្វាគមន៍មកកាន់វីដេអូដំណើរកម្សាន្តរយៈពេល2ថ្ងៃមួយយប់ទៅកាន់ឃុំអូសាមស្រុកវីវែងអេពីសូតដែលនៅក្នុងវគ្គនេះដែរនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីសកម្មភាពនៃការធ្វើដំណើរតាមដងផ្លូវរបស់យើងនិងរបៀបដែលយើងវិចខ្ចប់អាហារដើម្បីយកទៅញ៉ាំនៅអូសាមហើយការធ្វើដំណើររបស់ពួកយើងនេះគឺបានកំណត់គ្នាថាម៉ោង4ពួកយើងនឹងចេញអញ្ចឹងពួកខ្ញុំក៏រៀបចំខ្លួនមុនម៉ោង4ទៀតតែវិគៀកដែរហើយគ្រាន់តែទៅដល់មិនតបានអីផងចាប់ផ្ដើមដោយហ៊ីងមួយបានអតិនៅក្នុងស្បែកជើងអញ្ចឹងក៏ផ្លាស់ប្ដូរស្បែកជើងថ្មីទៅហើយវាពិតជាសំខាន់ក្នុងការគោរពពេលវេលានៅពេលដែលយើងដាក់ម៉ោងប៉ុណ្ណេះយើងទៅដល់ម៉ោងប៉ុណ្ណឹងគឺល្អបំផុតព្រោះវាអត់ធ្វើឲ្យយើងយឺតយ៉ាវនិងបង្ហាញពីទំនួលខុសត្រូវនៃការគោរពពេលវេលារបស់ពួកយើងប៉ុន្តែសូយអីកន្លែងដែលយើងត្រូវជួបជុំគ្នានឹងយប់មិញគាត់មានកម្មវិធីអញ្ចឹងហើយធ្វើឲ្យគាត់ខកខានបន្តិចបន្តួចតែមិនជាបញ្ហាទេព្រោះអីគាត់ជាទូទៅគាត់ជាមនុស្សគោរពពេលវេលាស្រេចហើយអញ្ចឹងទោះបីជាគាត់ hangover ប៉ុណ្ណាក៏គាត់នៅតែក្រោកមកបើកទ្វារឲ្យយើងចូលដែរដើម្បីរៀបចំសម្ភារៈដែលយើងត្រូវខ្ចប់ទៅអូសាមហើយនៅពេលដែលយើងទៅដល់ហ្នឹងគឺមានតែយើងមួយទេដែលទៅដល់មុនគេអញ្ចឹងទៅក៏យើងត្រូវចាំគ្នាបន្តទៀតនៅពេលដែលយើងទៅដល់បានមួយផ្លែតបងម្ចាស់ផ្ទះក៏គាត់បានបើកទ្វារទទួលយើងហើយក៏មានគ្នាយើងមកបន្តទៀតអញ្ចឹងណារត់ចូលផ្ទះតារត់ចូលផ្ទះថ្ងៃហ្នឹងចូលផ្ទះមួយថ្ងៃបន្ទាប់ពីគ្នាយើងបានមកដល់យើងក៏ជួយរៀបចំគ្នាដើម្បីយកសាច់ហ្នឹងទៅហូបនៅអូសាមហើយសាច់ដែលនៅក្នុងធុងដែលអ្នកនរគ្នាឃើញនេះគឺជាសាច់ដែលយើងបានបង្កកយើងប្រឡាក់ហើយយើងបង្កកយើងធ្វើបែបនេះដើម្បីឲ្យសាច់នៅត្រជាក់បានយូរតម្រាំតែយើងបានហូបវាអត់ងាយធំក្លិនហើយការដើរលេងបែបនេះដែរគឺជាការដើរលេងបែបមិត្តភ័ក្តិបងប្អូនអញ្ចឹងយើងក៏ជួយគ្នាម្ដាយមួយជើងដើម្បីឲ្យឆាប់ហើយរួចរាល់អាំងបានចេញដំណើរទៅទាំងអស់គ្នាហើយដំណើរកម្សាន្តរបស់ពួកយើងផងដែរគឺយើងធ្វើដំណើរដោយម៉ូតូអត់មានឡានទេដោយសារតែយើងចង់ស្គាល់រសជាតិថាអូជិះម៉ូតូពីបាត់ដំបងទៅដល់អូសាមវាមានអារម្មណ៍បែបណាដែរហើយក៏រៀងខកខានពេលវេលាបន្តិចដែរទម្រាំដែលយើងបានចេញទៅគឺវារៀងឡែតម៉ោងដែរវាខុសពីម៉ោងដែលយើងបានកំណត់ហើយទម្រាំតែបានចេញទៅនោះគឺម៉ោងចូល5ទៅហើយចេញពីបាត់ដំបងទៅដោយសារតែបងឬក៏គ្នាយើងមួយចំនួនហ្នឹងគាត់រៀង hangover បន្តិចណាហើយនៅរៀបចំអីបន្តិចតួចទៀតទៅក៏រៀងឡែតទៅតែมันជាបញ្ហាទេយើងទោះបីជាយើងចេញទៅម៉ោងប៉ុណ្ណឹងក៏ដោយវាមិនអីទេទៅដល់នឹងគង់ភ្លឺដូចតែគ្នាណាហើយដោយសារតែការធ្វើដំណើរពេលយប់អញ្ចឹងយើងមើលគ្នាមិនសូវឃើញទេមានម៉ូតូខ្លះមានភ្លើងខ្លាំងម៉ូតូខ្លះក៏ភ្លើងតិចអញ្ចឹងទៅប៉ុន្តែដើម្បីសប្បាយយើងទៅជុំគ្នាអញ្ចឹងនៅពេលដែលយើងដាច់គ្នាខ្លាំងពេកពួកយើងក៏នាំគ្នាឈប់ចាំគ្នានៅវងមូភ្ជាវដែលបត់ទៅសំឡូតដល់ណាហើយបងដល់ណាហើយវងមូចូលផ្លូវបាយទៅនេះតិចតបត់ឡើងទេបាយជីផ្ទាល់ឡើងប៉ុណ្ណាណៃបាយជីឡើងយឺត Good morning ញាក់ឡើងនៅសឡូតតាមបានមើលទៅសភាពទេភ្លឺនៅសឡូតហើយការធ្វើដំណើររបស់យើងនេះដែរក៏ដូចជាអ្នកធ្វើដំណើរដទៃដែរគឺយើងធ្វើដំណើរតាមផ្លូវជាតិលេខ57ហើយបត់តាមរង្វង់មូភ្ជាវទៅឆ្ពោះទៅកាន់សំឡូនរហូតទៅដល់ផ្លូវជាតិលេខ10ដែរផ្លូវហ្នឹងគឺទៅកោះកុងប៉ុន្តែយើងអត់ទៅដល់កោះកុងទេយើងទៅត្រឹមអូសាវដោយដែលបានបញ្ជាក់ខាងមុនអញ្ចឹងដោយសារតែយើងអត់ធ្លាប់ជិះម៉ូតូមកទៅនៅពេលដែលយើងបានជិះម៉ូតូលើកទី1អញ្ចឹងគឺទេសភាពពិតជាស្អាតមែនទែនតាមផ្លូវទៅកាន់អូសាវស្ត្រីពួរធំមែនស្ត្រីឈុតលឿងហើយវីដេអូនេះផងដែរគឺយើងបង្ហាញតែពីសកម្មភាពនៅពេលដែលយើងជិះទៅទេអត់មានទៅដល់កន្លែងកម្សាន្តនេះទេដោយសារតែយើងមានវីដេអូក្រោយៗដើម្បីបង្ហាញអ្នកទាំងអស់គ្នាទៀតវីដេអូនេះគ្រាន់តែជាអេពីសូតមួយដើម្បីឲ្យអ្នកទាំងអស់គ្នាតាមដានពួកយើងថាពួកយើងបានធ្វើអ្វីខ្លះនៅពេលដែលយើងចេញពីបាត់ដំបងទៅអូសាវនិងបង្ហាញអំពីសភាពផ្លូវដែលយើងត្រូវជិះទៅដោយអ្នកនៅក្រោយៗគាត់អត់ធ្លាប់បានជិះអញ្ចឹងគាត់អត់ដឹងថាជិះបែបម៉េចឬក៏ផ្លូវនឹងស្រួលឬនៅគាត់មិនហ៊ានជិះទៅតែតែប៉ិតចង់បញ្ជាក់អ្នកទាំងអស់គ្នាចែកថាផ្លូវគឺធ្វើឲ្យរួចរាល់ 100% គឺអាចជិះម៉ូតូបានទៅមកតែម្ដងពេលល្ងាចបើសិនជាអ្នកទាំងអស់គ្នាមានភាពក្លាហានព្រោះថាល្ងាចអញ្ចឹងយប់អញ្ចឹងអាចរៀងស្ងាត់ប៉ុន្តែគឺផ្លូវគឺស្រួលរហូតមានប្រជាជនរស់នៅតាមដងផ្លូវរហូតតែគោអញ្ចឹងមិនម៉ោងម៉ោងទៅទិសម៉ោង8បាទតែបាត់បង់បានអីហូបនៅពេលដែលយើងបានមកដល់រង្វង់មូប្រម៉ោងអញ្ចឹងយើងក៏ចូលសោះស្រូបអាហារពេលព្រឹកទៅប៉ុន្តែប្រហែលជាម៉ោង8កន្លះហើយបានយើងមកដល់ព្រោះយើងជិះលេងតាមផ្លូវយើងអត់ចង់សុទ្ធលឿនទេហើយបន្ទាប់ពីសោះស្រូបអាហាររួចហើយកន្លែងមើលម៉ូតូពួកយើងក៏អស់សាំងដែរពួកយើងជិះឆ្ងាយដែរអញ្ចឹងក៏យើងចូលចាក់សាំងនៅម្ដុំហ្នឹងទៅដើម្បីបន្តដំណើរទៅមុខទៀតប៉ុន្តែដោយសារតែវីដេអូនេះមកដល់ទីបញ្ចប់ហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបដំណើរកម្សាន្តបែបនេះអ្នកទាំងអស់គ្នារងចាំទស្សនាវគ្គ2ដែលខ្ញុំនឹងផុសនៅពេលដែលខ្ញុំកាត់រួច